ជំរាបសួរលោកដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំធ្វើការបង្ហាញអំពីរបៀបconfigure ទៅលើ email ហើយដំបូងយើង sign in ទៅលើ account membership យើងហើយយើងចូលទៅក្នុង dashboard ហើយ hosting list ហើយយើង go to cPanel បន្ទាប់ពីយើង go to cPanel ហើយយើង scroll មកខាងក្រោមដើម្បីរកពាក្យថាmain account បន្ទាប់ពីយើងចុចចូល main account ហើយយើងធ្វើការ create new main account យើងចុចលើប៊ូតុង create បន្ទាប់មកយើង create ឈ្មោះ email account ខ្ញុំដាក់ឈ្មោះ Soria របស់ខ្ញុំហើយកន្លែង password នេះខ្ញុំអត់ឲ្យចុះ direct ទេខ្ញុំ choose for my own ខ្ញុំដាក់ password ខ្លួនឯងអញ្ចឹងកន្លែងនេះដែរគឺយើងដាក់ password ដើម្បីឲ្យយើងចាំខ្លួនឯងដើម្បីយើងត្រូវការ note វាទុកដូចគ្នាដើម្បីជៀសវាងពេលយើងភ្លេចហើយកន្លែងនេះគឺយើងដាក់ password យើង strong ហើយបន្តមកទៀតយើងចុច edit ហើយយើងយក unlimited ហើយយើងចុច create កន្លែងនេះខ្ញុំធ្វើការ save password ខ្ញុំទុកមកជៀសវាងយើងភ្លេចគេខាងក្រោមនេះខ្ញុំបង្កើតជាមួយនឹង email ហើយអញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង Outlook Classic របស់ខ្ញុំបន្ទាប់ពីយើងចូល Outlook Classic ហើយយើងចូលទៅកាន់ Home ហើយយើងយក account setting ហើយកន្លែងនេះយើងចុច new ហើយយើងទៅ copy ជាមួយនឹង email account យើងយកមក paste ចូលហើយយើងធ្វើការចុច connect បន្ទាប់ពី connect យើងធ្វើការរងចាំវាបន្តិចទៅបន្ទាប់ពីយើង connect វាបានហើយយើងចូលទៅ iMap ហើយកន្លែងនេះដែរគឺខុសទេអញ្ចឹងខ្ញុំធ្វើការ close វាសិនហើយបន្ទាប់មកខ្ញុំវាយជាមួយនឹង password email account ខ្ញុំអញ្ចឹងបន្ទាប់ពីវាយ password ហើយយើងចុច connect អញ្ចឹងធ្វើការរងចាំវាហើយកន្លែងនេះview certificate យើងយក yes បន្ទាប់មកធ្វើការរងចាំហើយបន្ទាប់មកយើងឃើញមាន load iMap ហើយឈ្មោះ Gmail របស់យើងបន្ទាប់មកយើងចុច done ហើយនេះយើងបានឃើញ Gmail របស់យើង iZam ហើយយើង close វាមកយើងចូលទៅក្នុង email របស់យើងអូខេ sorry យើងចូលទៅ Outlook របស់យើងហើយបន្ទាប់មកយើងចុច new email បន្ទាប់ពីយើងចុច new email ហើយយើងទៅ copy email របស់យើងដើម្បី send ចូលក្នុង account របស់យើងដដែលហ្នឹងមានថា account យើងខ្លួនឯងគេដូចជាកន្លែងនេះយើងដាក់ say hello ឬក៏យើង say អីផ្សេងៗអញ្ចឹងទៅបន្ទាប់ពីយើង subject ហើយយើងចុច send អញ្ចឹងបន្ទាប់ពីយើង send ហើយវានឹង load ចូល inbox របស់យើងឃើញហើយយើងចុច reply all មកយើង reply ទៅត្រឡប់ទៅវិញអូខេយើង reply ដាក់ hi welcome to okay welcome to Soria អញ្ចឹងទៅហើយយើងចុច send បន្តមកទៀតគឺកន្លែងនេះយើងអត់ឃើញវា load មកទេហើយយើងចូលទៅ home ហើយយើង refresh វាតិចទៅវានឹង load មកហើយអូខេយើងឃើញអញ្ចឹង hello ហើយបន្តមកទៀតយើងដាក់ hi welcome to Soria ហើយយើង reply ត្រឡប់ទៅវិញទៅមករហូតអញ្ចឹងទៅ
កន្លែងនេះយើង tick ហើយយើងចុច send ហើយយើងចុច send anyway អញ្ចឹងយើងទៅ check មើលនៅក្នុង Gmail account របស់យើងអឺកន្លែងនេះពេលយើង refresh ទៅវាអត់ load ឃើញទេអញ្ចឹងយើង scroll ទៅខាងក្រោមទៅយើងយកពាក្យ spam ហើយយើងឃើញហើយឈ្មោះសូយ៉ាហ្នឹងបាន text message តាមរយៈ email មកហើយយើងកន្លែងនេះដើម្បីកុំឲ្យវានៅកន្លែង spam ទៀតយើង right click ទៅលើសូយ៉ាហ្នឹងហើយយើងយក no spam ហើយយើងចូលទៅកាន់ inbox យើងវិញមកអូខេយើងឃើញឈ្មោះសូយ៉ាហ្នឹងនៅខាងលើវិញហើយយើងធ្វើការ reply ទៅកាន់ Gmail account របស់យើងទៅគេយើងបាន tick ទៅហើយអញ្ចឹងយើងត្រឡប់ចូលទៅក្នុងOutlook របស់យើងវិញយើងទៅមើលក្នុង inbox នៅខាងក្រោមនៅក្រោម account របស់យើងអូខេអញ្ចឹងកន្លែងនេះដែរយើងធ្វើការរងចាំវាបន្តិចទៅវានឹង load មកហើយអូខេនេះtext message ពី Gmail ចូលក្នុង Outlook ហ្នឹងគឺ yes I'm interested and then យើងreply text នឹងវិញទៅហើយសម្រាប់ការ configure ទៅលើ email account Outlook នេះគឺមានតែប៉ុណ្្នេះអរគុណសម្រាប់ការទស្សនាវីដេអូនេះ